ឥឡូវទី1អូនមើលទៅលើការ configure bootloader ណាអញ្ចឹងដំបូងផុតគឺយើងចង់ configure bootloader របស់យើងនេះឲ្យវាមករបៀបនេះមានន័យថា menu ទី1គឺ CentOS menu ទី2គឺ Windows 8 និង password bootloader យើងមិនត្រូវការអីមិនត្រូវការbootloader អត់ប្រើ password ទេណាហ្នឹងហើយតោះនេះអញ្ចឹងយើងអាចកំណត់បានដំបូងផុតយើងត្រូវការ config ទៅលើ bootloader file ចូលមើលទៅលើទីតាំងមួយនេះbootloader របស់យើងឈ្មោះថាGiraffe.s អញ្ចឹងអូនត្រូវធ្វើម៉េចដំបូងផុតដើម្បីជៀសវាងការ error អញ្ចឹងយើងត្រូវតែ backup វាសិន backup តើធ្វើរបៀបម៉េចការ backup ចូលអាចចូលមកក្នុង system របស់យើងនេះ log ជា user ធម្មតាបន្តមកទៀតយើងត្រូវរើសយក terminal ដើម្បីប្រើប្រាស់ command របស់យើងបានអញ្ចឹងយើងចាប់ផ្ដើម switch ទៅកាន់ root user អូនស៊ូទៅកាន់ root អូនផ្ដល់ password root ឲ្យទៅ system បន្តទៅយើងចាប់ផ្ដើមធ្វើការ backup backup យើងទៅប្រើ command cp ក្នុង folder boot giraffe.conf ទៅជា file មួយឈ្មោះថា boot giraffe.conf គ្រូដាក់ថាឈ្មោះថា backup នេះអញ្ចឹងបើយើងចង់មើលថាតើវាមានអត់បញ្ជាក់ថាវាមានម្ដងហើយអញ្ចឹងវា override អូនបញ្ជាក់ថាបើអូនធ្វើប្រហែលអត់មានទេមែនទេអញ្ចឹងក៏អូនចេះមកដូចគ្នាឧទាហរណ៍ណាប៉ុណ្នេះអញ្ចឹងពេលដែលយើងចង់ចាប់ផ្ដើមមើលថាតើមានក៏អត់អូនអាចធ្វើមិនដែរអូនអាចvi ទៅលើ file ឈ្មោះថា vi ls មើលនៅក្នុង folder boot ហើយ giraffe អូន tap វា2ដងណានេះមក file 2 file ទី1គឺជា file original របស់យើង file ទី2គឺជា file backup តោះនេះឥឡូវអូនទៀត restore ទៅវិញតើធ្វើម៉េចដើម្បី restore វាទៅវិញrestore យើងប្រើ command អី cat ណាcat boot giraffe.conf .backup ទៅកាន់ file មួយឈ្មោះថា boot giraffe.conf នេះអញ្ចឹងគ្រូចាប់ផ្ដើមធ្វើការ configure ឥឡូវបើអូនប្រើ command vi folder etc giraffe.conf ចុះអូនមើលថាមិនក៏យើងធ្វើការនេះទៅលើ file នៅក្នុង folder boot ដល់ពេលយើង vi វានៅក្នុង folder etc ដោយសារអីដោយសារតែអាមួយនេះគឺ link file អញ្ចឹង file នេះ link នេះវានឹងរត់ទៅដល់ file មួយនេះដូចគ្នាគាត់គួរនិយាយដែរអញ្ចឹងយើងចាប់ផ្ដើម enter វាមួយនេះចូលនឹងបានឃើញ content របស់ file គឺប៉ុណ្ណេះឥឡូវយើងចាប់ផ្ដើមមើលថាយើងចង់បានអីអូនចង់បានអីគេយើងចង់បានថា menu ទី1គឺជា CentOS version 6.4 អូនកែកន្លែងណាអូនត្រូវកែកន្លែងនេះ press i សិនណាអូន press i កែនេះទី1គឺ title CentOS អូនអាចលុបឲ្យចោលមកដាក់ថា 6.4 ការងារទី2អូនចង់បានពាក្យថា Windows 8 អញ្ចឹងយើងចាប់ផ្ដើមកែ title ខាងក្រោមនេះដាក់ថា Windows 8 តោះនេះបន្តមកទៀត bootloader យើងមិនមាន password protect អញ្ចឹងបញ្ជាក់ថាយើងត្រូវលុប password ចោលលុបគឺយើងអាចប្រើសាបនៅខាងមុខបានសាបបន្តមកទៀត boot ឡើងមកអូនឃើញមាន menu អញ្ចឹងធ្វើម៉េចយើងត្រូវលុប hide menu ចោលលុបចោលមួយទៀតនេះប៉ុណ្នេះboot ឡើងមកវាឲ្យ default នៅលើ Windows 8 ចុះអូនត្រូវដូរកន្លែង default នេះទៅជាលេខប្រហែលទៅជាលេខ1ទៅជាលេខ1ហើយនឹងកំណត់30វិនាទីដើម្បីឲ្យវារងចាំគឺ30វិនាទីឧទាហរណ៍ចប់ហើយយើងអាច escape ដើម្បី save ចុច 2x reboot ម៉ាស៊ីន init 6ចូលមើលថាតើពេលដែលអូន boot ឡើងវិញតើ bootloader របស់យើងវាតាមនឹងដែរឬអត់នេះតើអូនមើលតិចទៀតឃើញទេ
chẳng vì làm ta phải đi chọn bán ấy cứ miền xe nổ é miền ở Windows rong chăm sáng suốt Unity bắt tiêm tia bù lô password tia thì họ chưa hay bù làm máu bia sạch nhận lớn Windows ấy vẫn đang nghĩ đấy tỏ cho ông đã chạp ăn thua càng nghe được